គេថាមនុស្សកើតឲ្យបំផិតស្នេហាមកខ្លួនបែបនេះហើយយើងមិនមានសិទ្ធិបានជួបវាហើយទេណោះប៉ុន្តែវាបើជាបដ ாய் យើងជាមួយនឹងរបួសជាប់បេះដូងនឹងខ្លាចជាចំណងនៃបញ្ហាក្នុងដំណើរជីវិតជាគ្រូនៃមេរៀនការពិនរហូតរុញច្រានញោមមកស្គាល់ស្នេហាពិតម្ដងទៀតតែមិនដឹងអត់ថាណាគេគឺជាស្នេហាដំបូងរបស់នេះជាដំបូងយើងត្រូវតែដឹងថាតើស្នេហាគឺជាអីណោះខ្ញុំគិតថាស្នេហាគឺជាការសម្រេចវាគឺជាសម្លេងដែលឲ្យអ្នកឲ្យត្រឡប់មកផ្ទះគឺជាមនុស្សដែលតែងតែនឹកអ្នកតែងតែរងចាំធ្វើឲ្យអ្នកស្គាល់អារម្មណ៍ថាស្រឡាញ់ដូចគ្មានលក្ខខណ្ឌហើយក៏គ្មានអ្នកគេអាចមកជំនួសអ្នកបានដែររយប់ទៅពេលដែលខ្ញុំគេអត់លក់ខ្ញុំតែងតែនឹកដល់អ្នកខ្ញុំមិនដឹងថាខ្លួនឯងស្រឡាញ់អ្នកប៉ុណ្ណាទេប៉ុន្តែខ្ញុំដឹងថាអ្នកគឺជាមនុស្សខ្ញុំស្រឡាញ់ខ្លាំងខ្លាំងជាងគេហើយនៅពេលដែលខ្ញុំបានគេខ្លាញ់អ្នកខ្ញុំមានអារម្មណ៍ថាគេលក់ស្កប់ស្កល់ខ្លាំងមែនតើអ្នកបានផ្ដល់នូវអារម្មណ៍កក់ក្ដៅដែលមិនធ្លាប់មានអ្នកគេផ្ដល់ឲ្យខ្ញុំហើយខ្ញុំបើចង់ប្រាប់អ្នកថាខ្ញុំដឹងអ្នកខ្លាំងណាស់